ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនឹងខ្ញុំបង្រៀនពីរបៀបធ្វើជ្រក់ទឹកសក់ឲ្យបានឈ្ងុយឆ្ងាញ់ហើយវាស្រួយបានល្អអញ្ចឹងណាបងប្អូនចាគឺជាដំបូងនឹងខ្ញុំមកធ្វើការហាន់ទឹកសក់ជារាងចង្វាមូលវែងអញ្ចឹងណាបងប្អូនបន្ទាប់មកយើងលាងទឹកសម្រាប់វាឲ្យស្អាតឲ្យស្ងួតបានល្អហើយយើងយកមកដាក់ក្នុងកែវហើយសម្រាប់កែវនេះបងប្អូនកុំប្រើកែវជ័រនៅពេលដែលយើងចាក់ទឹកក្តៅទៅវាធ្វើឲ្យរលួយកែវអញ្ចឹងយើងកែវថ្មវិញបន្ទាប់មកទៀតនាងខ្ញុំមកធ្វើការរំលីងស្ករឲ្យវាក្រហមសិនមុននឹងយើងដាំទឹកហើយសម្រាប់ទឹកស្ករនេះដែរគឺនាងខ្ញុំប្រើទឹកប្រហែលជា1លីត្របងប្អូនចាហើយសម្រាប់ទឹកសក់វិញវាអត់ដល់1គីឡូទេអញ្ចឹងនាងខ្ញុំទិញមួយថង់ហ្នឹងប្រហែលជា7ទៅ8ខាំណាបងប្អូនចាយើងដាំទឹកប្រហែលជា1លីត្រទៅយើងដាក់អំបិលប្រហែលជា3ស្លាបព្រាបាយបងប្អូនចាហើយបន្ថែមនឹងប៊ីចេងមួយចុងស្លាបព្រាទៅបងប្អូនចាយើងចាក់ចូលទឹកសក់យកតែម្ដងយើងអត់ទុកវាឲ្យត្រជាក់ណាបងប្អូនចាចាក់វាចូលទាំងក្តៅតែម្ដងហើយយើងផ្អាប់វាទុកប្រហែលជា3ថ្ងៃគឺអាចញ៉ាំបានហើយបងប្អូនចាហើយបើនិយាយរសជាតិវិញគឺជូរល្មមញ៉ាំនិយាយរួមទៅ3ថ្ងៃយើងបើសិនជាយើងប្រើអំបិលខ្លាំងគឺវាអត់ងាយជូរទេតែដោយសារតែនាងខ្ញុំធ្វើឆាប់ញ៉ាំអញ្ចឹងហើយនាងខ្ញុំអត់ប្រើអំបិលច្រើនទេអញ្ចឹងទឹក1លីត្រប្រើអំបិលតែ3ស្លាបព្រាគឺมันល្មមឆាប់បានញ៉ាំអញ្ចឹងណាតែ2ថ្ងៃទៅ3ថ្ងៃគឺជូរឆាប់បានញ៉ាំតែម្ដងហើយយើងយកមកលាយស្ករប៊ីចេងតាមនឹងទៀតទៅហ្នឹងហើយបន្ទាប់ជាមួយត្រីអាំងស្រែនិយាយពីថាឆ្ងាញ់មែនតែម្ដងបងប្អូនចាស្រួយស្រាប់តែម្ដងណា